មុខរបរដើរដកផ្សិតដែលគេគ្រប់គ្នាមិនធ្លាប់បានដឹងអ្នកដើរដកគឺត្រូវដើរដកតាំងពីម៉ោង4ម៉ោង5ភ្លឺហើយយកមកលក់ឆ្នាំនេះបានតម្លៃគួរសមមួយចាន10000មួយចាន10000បងចាផ្សិតខ្ជូងនេះខ្ញុំមិនដែលឮសោះអាហ្នឹងគេញ៉ាំតាំងពីដើមមកមែនអ្នកតាំងពីដើមមកអូហើយគេធ្វើអីញ៉ាំឆ្ងាញ់អាហ្នឹងច្រើនតែស្ងោរធ្វើជ្រក់ទឹកប្រហុកអូចេះស្លាប់អាហារយកស្លាប់ប្រហុកដូចមិនសូវឃើញមានណាស់ឡើយយកតែគេយកទៅឆាក្តៅឆាគ្រឿងទៀតអូផ្សិតខ្ជូងហ្នឹងចាហើយនឹងធ្វើជ្រលក់ជាមួយទឹកប្រហុកញ៉ាំអាហ្នឹងស្ងោរវាមែនស្ងោរចាក្រាញ់អីចឹងទៅហើយសាច់មាន់អីចឹងទៅណាចាគេស្រាញ់គេអ្នកគីណូណាដល់អាសិតដបោកនេះតាំងពីម៉ោង1ចាម៉ោង1គេងើបគេអ្នកហ៊ានទៅដកចាហើយបងឯងងើបអីព្រលឹមឯងមិនក៏មិនចាំមក6 7ទៅដកខ្ញុំម៉ោង6ម៉ោង7បើគេខាងនោះគេដើរម៉ោង1ម៉ោង2ជាការម៉ោង10ម៉ោង1ដល់គេដើរមកហឺណាចាដើរម៉ោងយប់ម៉ោង1ម៉ោង2ម៉ោង2 10ហ្នឹងគេដើរមកជើងហើយរហូតដល់ម៉ោង2គេដើរមកជើងទៀតដល់ពេលថ្ងៃហ្នឹងខ្ញុំមិនហ៊ានរូបយកឡើងខ្ញុំមកហ៊ានរូបតែខ្ញុំខ្លាចណាសត្វពោះសត្វអីចាតែបងឯងទៅភ្លឺទៅខ្លាចបងឯងទៅភ្លឺអស់ហើយចឹងគេអត់អីទេយើងដើរបានប៉ុណ្ណាយកប៉ុណ្ណឹងទៅគេមិនដែលតែដើរឃើញអស់ទេយល់បងយល់គ្រាន់តែថាផ្សិតនេះគឺវាពិបាកក្នុងការទុកដាក់ដោយសារតែរយៈពេលមិនយូរទេមួយថ្ងៃពីរថ្ងៃគឺវាអាចនឹងស្វិតវាអាចនឹងរលួយទៅហើយពីព្រោះថានេះគឺជាផ្សិតព្រៃផ្សិតឆ្នាំនេះខ្ញុំឃើញប្លែកអ្នកនៅអង្គរគេយកមកលក់ផ្សិតខ្មៅនេះបងប្អូនខ្ញុំអត់ធ្លាប់ញ៉ាំទេអ្នកនៅនឹងគេហៅថាផ្សិតខ្ជូងចាផ្សិតខ្ជូងនេះរូបសម្រស់វាអូយខ្ជូងមែនហើយខាងនេះវិញគឺផ្សិតប៉ក់ហើយមានដូចជាផ្សិតកង្កោកមានដូចជាផ្សិតទន្សោងមានដូចជាផ្សិតដំបូកនិងមានផ្សិតជាច្រើនទៀតហើយបើសួរអ្នកលក់ទៅគាត់ថាចង់បានផ្សិតទាំងអស់ហ្នឹងតតែងើបដើរទៅដកតាំងម៉ោង3ម៉ោង4ភ្លឺហើយខ្ញុំវិញឆ្ងល់ថាទេហើយចាំបាច់ទៅដកអីម៉ោង3ម៉ោង4ភ្លឺមិនក៏មិនចាំម៉ោង6ព្រឹកអីទៅដើរមើលឃើញច្បាស់ចាំទៅដកអ្នកលក់ថាអត់ទេមីអូនអើយចង់ទៅដកម៉ោងប្រហែលក៏បានដែរក៏ប៉ុន្តែបើទៅក្រោយគេវាអស់បើគេដើរដកតាំងម៉ោង4គេដើរទៅមួយសាអញ្ចឹងគេប្រមូលផលអស់ហើយដល់ទៅពេលគាត់ដើរទៅក្រោយបានអីដកគេអញ្ចឹងហើយបានខំនាំគ្នាងើបពីព្រលឹមឲ្យបានមុនគេចិត្តផ្សិតនេះបងទៅរកខ្លួនឯងមែនផ្សិតនេះរកខ្លួនឯងចិត្តមានខ្លះលើកគេមកចាបើយើងអត់បានទៅរកអញ្ចឹងយើងទិញណាគេចេញមកអញ្ចឹងទៅយើងទិញគេបានទិញដាក់លក់អញ្ចឹងទៅណាខ្លះវាកត់តាមស្លឹកឈើចាដល់ពេលនៅរដូវកាលខែវស្សាអញ្ចឹងនៅខាងស្រុកយើងនេះមានផ្សិតអីខ្លះបងមានផ្សិតខ្ជុងផ្សិតប៉ាក់ផ្សិតដបោកផ្សិតកងអង្សងផ្សិតកាសចាចាំឯងមកលក់នេះលក់តែខែភ្លៀងហ្នឹងបានតែខែផ្សិតទេខុសពីខែផ្សិតហ្នឹងទៅខែ9ហ្នឹងបាត់មុខអស់ខែ9ចាចាបងប្អូនចង់ញ៉ាំផ្សិតទិញញ៉ាំឲ្យហើយទៅអានេះគេហៅថាផ្សិតកាសាអូយផ្សិតមានប្លែកខ្ញុំស្គាល់អត់ទេនិយាយទៅធ្លាប់ញ៉ាំផ្សិតទៅប្រហែលមុខទៅប៉ុណ្ណោះហើយធ្លាប់ដើរដកខ្លួនឯងដែរបងប្អូនណាខ្លះធ្លាប់មើលវីដេអូខ្ញុំដើរដកផ្សិតឆ្នាំនេះមិនដឹងថាបានដើរដកឬក៏អត់ទៀតទេហានេះគឺស្លឹកប្រស្វាបងប្អូនធ្លាប់ញ៉ាំអត់សម្រាប់ស្រួលខ្ញុំទិញផ្សិតប៉ក់ដោយសារតែផ្សិតប៉ក់នេះខ្ញុំមិនដែរញ៉ាំទេមួយចាននេះក៏លក់មួយចាន10000ណាហើយលើគេល្បីយូរមកហើយថានៅស្រុកគេនៅស្រុកថៃនៅអីគេរកទិញផ្សិតប៉ក់នឹងយកទៅធ្វើថ្នាំធ្វើអីផងចឹងតោះយើងទិញយកទៅភ្លក់គេមើលថាវាឆ្ងាញ់អត់បងប្អូនដែលធ្លាប់ញ៉ាំផ្សិតប៉ក់នេះជួយប្រាប់ផងតែធ្វើអីញ៉ាំឆ្ងាញ់អ្នកនៅខេត្តផ្សេងចេះញ៉ាំផ្សិតអត់ផ្សិតព្រៃបើអ្នកនៅសៀមរាបនេះគឺថាឲ្យលេខ1ឲ្យមេដៃជាពិសេសអ្នករស់នៅតាមតំបន់ភូមិស្រុកតាមជនបទអីហ្នឹងឲ្យទៅដល់រដូវកាលផ្សិតគ្រប់គ្នាគឺសិតតែបានញ៉ាំបានភ្លក់ផ្សិតចឹងអរគុណបងប្អូនដែលចូលចិត្តវីដេអូមួយនេះជម្រាបលាបាយបាយ